សូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាមកកាន់ការវិភាគសាច់រឿងម្ចាស់ស្នេហ៍ប្រាយបេះដូងភាគទី21ទាំងអស់គ្នាណាពុកម៉ែបងប្អូនតើភាគក្រោយនេះគឺថាលោកវេនមកជួយចែម៉ាលីតាន់ដែរឬទេសម្រាប់ភាគក្រោយខ្ញុំគិតថាចាគឺថាអ្នកនិពន្ធគាត់នឹងឲ្យលោកវេនគាត់ទៅជួយចែម៉ាលីតាន់ព្រោះអីរឿងនេះអាចនឹងភាគបញ្ចប់វាគឺថា happy ending ក៏អាចថាបានដែរអ្នកទាំងអស់គ្នាប៉ុន្តែយើងក៏មិនសូវច្បាស់អីដែរណាដែរអ្នកទាំងអស់គ្នាតើ Albert បានចាក់ថ្នាំគីមីចូលខ្លួនចែម៉ាលីដែរទេសម្រាប់ខ្ញុំគិតថា Albert មិនងាយស្រួលក្នុងការចាក់ថ្នាំគីមីចូលខ្លួនចែម៉ាលីនោះទេព្រោះចែម៉ាលីគាត់ឆ្លាតដល់អ្នកទាំងអស់គ្នាព្រោះភាគមុនគឺយើងដឹងថាចែម៉ាលីគាត់បានសង្កេតចជីនិងបងឆាយដែលពីគាត់ដឹងពីតំណែងរបស់អ្នកទាំងពីរនោះប៉ុន្តែគាត់ដឹងមុនលោកពីទៅទៀតអ្នកទាំងអស់គ្នាអញ្ចឹងមានន័យថាគាត់អាចនឹងមានការប្រុងប្រយ័ត្នពេលមកឡើងស្ងាត់តែ2នាក់អញ្ចឹងអ្នកទាំងអស់គ្នាអញ្ចឹងប្រហែលជាពេលគេចាប់គាត់ហ្នឹងគាត់អាចនឹងធ្វើសន្លប់ពេលអ្នកទាំងអស់គ្នាព្រោះអីភាគមុនគឺថាលោកវិតគាត់ឲ្យយាយដាក់កាហ្វេឲ្យចែម៉ាលីតែចែម៉ាលីគាត់អាចនឹងដឹងមុនគាត់អាចសង្កេតចាប់អារម្មណ៍ទៅលើយាយទៅគាត់អត់បានហូបគ្រាន់តែគាត់ធ្វើសន្លប់អញ្ចឹងហើយគាត់ក៏បានវាបកលោកឆាយបានដែរហើយចុះតើកម្រងការបងឆាយជាមួយនឹងអាជីធ្វើបែបចែម៉ាលីនោះបានសម្រេចដែរឬទេសម្រាប់ខ្ញុំវិញគាត់ថាវាមិនអាចងាយស្រួលក្នុងការធ្វើបែបចែម៉ាលីទេអ្នកនរគ្នាគឺថាចាជីគាត់ចាក់ចែម៉ាលីអត់ចុះទេអញ្ចឹងទោះបីជាធ្វើបែបយ៉ាងណាអ្នកនិពន្ធក៏គាត់អាចនឹងឲ្យតួចែម៉ាលីជាមួយលោកវិតគាត់ជួបគ្នាបានដែរអ្នកទាំងអស់គ្នាទោះបីមានឧបសគ្គយ៉ាងណាក៏ដោយអញ្ចឹងយើងមានតរងចាំទស្សនាភាគទី21ទាំងអស់គ្នាណាថាគូស្នេហ៍ចែម៉ាលីជាមួយនឹងលោកវេតបានជួបគ្នាដែរឬទេអ្នកនរគ្នាសូមអរគុណសម្រាប់ការទស្សនាសូមជម្រាបលា